ចាជំរាបសួរនេះវីដេអូនេះដែរនាងខ្ញុំចង់បង្ហាញពីរបៀបនៃការធ្វើគីមឈីរបស់នាងខ្ញុំណាការធ្វើគីមឈីរបស់នាងខ្ញុំគឺងាយស្រួលទេបងប្អូនអត់មានអីនឹងពិបាកអីដោយសារនាងខ្ញុំតែងធ្វើញ៉ាំជាប្រចាំនៅផ្ទះចឹងណាហើយនាងខ្ញុំធ្វើនេះគឺនាងខ្ញុំធ្វើស្ពៃបូកគោចំនួន2បងប្អូនហើយនាងស្ពៃបូកគោហ្នឹងដំបូងមកយើងជ្រៀកវាជា2ហើយបន្ទាប់មកយើងហាន់ណានាងខ្ញុំចូលចិត្តហាន់អញ្ចឹងដើម្បីវាស្រួលងាយស្រួលក្នុងការញ៉ាំបងប្អូនហើយនៅពេលដែលយើងហាន់ហ្នឹងអាណាដែលខាងលើណាដែលវាអត់ល្អយើងកុំបាច់ដាក់អីបងប្អូនហើយយើងហាន់អញ្ចឹងបងប្អូនហាន់ដូចជានាងខ្ញុំអញ្ចឹងបងប្អូនហាន់រហូតទាល់តែយើងហាន់អស់បុកគោហ្នឹងបងប្អូននេះនាងខ្ញុំហាន់គឺនាងខ្ញុំហាន់រៀងវែងដែរបងប្អូនអត់យកខ្លីពេកទេណាបងប្អូនយើងហាន់អញ្ចឹងវាងាយស្រួលទាំងយើងត្រាំទឹកទៀតបងប្អូននេះបន្ទាប់មកពេលដែលយើងហាន់អស់ហើយយើងចាប់ផ្ដើមដាក់ត្រាំហ្នឹងគឺយើងមិនត្រាំទឹកធម្មតាបងប្អូនយើងដាក់លីអំបិលបងប្អូនហើយអំបិលដែលយើងត្រូវដាក់ហ្នឹងយើងមើលដែរយើងកុំប្រើវាឲ្យវាប្រៃពេកនិងកុំឲ្យវាសាបពេកយើងដាក់ត្រាំដើម្បីឲ្យវារាងទន់ណាដើម្បីនៅពេលដែលយើងត្រាំហើយយើងទុកចោលបងប្អូនយើងទុកចោលរយៈពេលប្រហែលជា 4-5 ម៉ោងអាស្រ័យទៅលើស្ពៃបូកគោយើងណាស្ពៃបូកគោនឹងវាឆាប់ទន់ឬក៏វានៅស្រួយធ្វើម៉េចយើងឲ្យវានៅទន់ណាបងប្អូនដើម្បីឲ្យវាងាយធ្វើហើយបន្ទាប់មកយើងទុកវាដោយឡែកហើយយើងចាប់ផ្ដើមមកធ្វើចិត្តបន្លែមកបងប្អូនមានដូចជាការ៉ុតឆៃថាវអីហ្នឹងបងប្អូនយើងចិត្តអស់ហើយនេះបងប្អូនយើងចាប់ផ្ដើមមកមើលស្ពៃបូកគោរបស់យើងណាបើយើងច្បាច់ទៅវាស្វិតហើយវាអត់ស្រួយអញ្ចឹងយើងអាចយកមកធ្វើបានហើយបងប្អូនយើងចាប់ផ្ដើមលាងទឹកវាទៅយើងលាងឲ្យស្អាតហើយនាងខ្ញុំពេលលាងហើយនាងខ្ញុំយកមកភ្លក់ដែរបងប្អូនបើសិនជាវាសាបហើយយើងមិនបាច់ត្រាំវាចោលទេយើងស្រង់វាចេញមកបន្ទាប់មកទៀតនេះបន្លែហ្នឹងនៅពេលដែលយើងចិត្តហើយយើងលាងវាឲ្យស្អាតហើយយើងចាប់ផ្ដើមមកធ្វើយើងចាប់ផ្ដើមមកជ្រៀកហាន់វាមកណាបងប្អូនទាំងឆៃថាវទាំងការ៉ុតអីហ្នឹងយើងចាប់ផ្ដើមហាន់ហ្នឹងនាងខ្ញុំហាន់របៀបជាចង្វាមូលតែយើងកុំយកធំពេកយើងនិយាយទៅយើងយកមកល្មមនិយាយទៅអាស្រ័យលើបងប្អូនចង់ហាន់របៀបម៉េចក៏បានដែរបងប្អូនចង់ដាក់រាងធំជាងហ្នឹងក៏បានចង់តូចជាងហ្នឹងក៏បានដែរអាស្រ័យលើចំណង់ចំណូលចិត្តរបស់យើងរៀងខ្លួននេះណាបងប្អូននៅពេលដែលយើងហាន់អស់ហើយយើងទុកទៅហើយចំណែកឯខ្ទឹមបារាំងហ្នឹងយើងជ្រៀកវាយើងចង់ហាន់របៀបម៉េចក៏បានដែរណាបងប្អូនដោយសារខ្ទឹមបារាំងអីហ្នឹងយើងយកទៅក្លុកទេបងប្អូនយើងយកទៅកិនជាមួយនឹងខ្ទឹមបារាំងហ្នឹងយើងកិនជាមួយនឹងផ្លែប៉ោមផ្លែសេរីអីហ្នឹងបងប្អូននៅពេលដែលយើងហាន់ខ្ទឹមបារាំងអស់ហើយចំណែកឯប៉ោមហ្នឹងគឺយើងហាន់របៀបរៀងស្ដាងដែរនាងខ្ញុំហាន់ស្ដាងដើម្បីងាយស្រួលក្នុងការកិនណាបងប្អូនទាំងប៉ោមទាំងសេរីទាំងខ្ទឹមបារាំងអីហ្នឹង3មុខហ្នឹងគឺដាក់ចូលគ្នាហ្នឹងចាប់ដើម្បីយើងកិនជាមួយគ្នាពេលដែលយើងហាន់អស់ហើយចំណែកឯដើមខ្ទឹមហ្នឹងបងប្អូនហាន់របៀបដូចនាងខ្ញុំក៏បានរៀងវែងយ៉ាងហ្នឹងក៏បានរៀងខ្លីយ៉ាងហ្នឹងក៏បានទេណាបងប្អូនអត់អីទេអាស្រ័យលើបងប្អូនចង់ដាក់បណ្ណាហាន់យកបណ្ណាល្មមដាក់បងប្អូនដាក់តាមចំណង់ចំណូលចិត្តបងប្អូនចុះហើយនេះបងប្អូននៅពេលដែលហាន់អស់ហើយនាងខ្ញុំចាប់ផ្ដើមយកខ្ទឹមបារាំងហើយផ្លែប៉ោមផ្លែសេរីហ្នឹងយើងយកទៅដាក់កិនហើយយើងដាក់លាយជាមួយនឹងបាយដែរបងប្អូនដាក់លាយជាមួយនឹងបាយហ្នឹងដើម្បីឲ្យវារៀងឆាប់ជូរស្ពៃជ្រក់គីមឈីរបស់យើងហើយនាងខ្ញុំលាយជាមួយនឹងទឹកត្រីបន្តិចទៅបន្ទាប់មកទៀតយើងចាប់ផ្ដើមកិនណាបងប្អូននាងខ្ញុំកិន2ដងតែនេះនាងខ្ញុំកាត់ទេណាយើងកិនហើយយើងកិនធ្វើម៉េចឲ្យវាម៉ត់ទៅបងប្អូននៅពេលដែលវាម៉ត់ហើយយើងចាប់ផ្ដើមដាក់នឹងចានដែកទៅយើងដាក់ចូលហើយយើងចាប់ផ្ដើមដាក់ម្សៅកូរ៉េចូលទៅលាយជាមួយនឹងម្ទេសកូរ៉េហ្នឹងបងប្អូនយើងដាក់ច្បល់ចូលគ្នាឲ្យសព្វឲ្យឡើងពណ៌ក្រហមល្អទៅបន្ទាប់មកទៀតយើងចាប់ផ្ដើមចាក់ឆៃថាវការ៉ុតដើមខ្ទឹមអីហ្នឹងបងប្អូនចាប់ផ្ដើមច្បល់វាបងប្អូនគ្រាន់តែច្បល់បានទេបងប្អូនកុំច្បាច់វាខ្លាំងបងប្អូននៅពេលដែលយើងច្បល់សព្វហើយបងប្អូនចាប់ផ្ដើមយកស្ពៃបូកគោដែលយើងស្រង់ទឹកដែលយើងដាក់ស្រង់ចោលហ្នឹងយើងចាប់ដើមយកមកដាក់ច្បល់លាយគ្នាហើយបងប្អូនច្បល់ដូចជានាងខ្ញុំអញ្ចឹងបងប្អូនកុំច្បាច់វាបងប្អូនគ្រាន់តែច្បល់ឲ្យសព្វទៅបងប្អូនបន្ទាប់ពីសព្វហើយបងប្អូនចាប់ផ្ដើមរៀបដាក់ក្នុងកែវទៅបងប្អូនអាចទុករយៈពេលតែ1ថ្ងៃអីបងប្អូនអាចធ្វើហូបបានហើយបងប្អូនអាចយកមកញ៉ាំបានណាហើយវីដេអូរបស់នាងខ្ញុំក៏មានតែប៉ុណ្្នឹងដែរបងប្អូនអរគុណច្រើនសម្រាប់ការតាមដានវីដេអូរបស់នាងខ្ញុំ